ទី1គឺគុណធម៌មនុស្សយើងរស់នៅគុណធម៌គឺសំខាន់ជាងជីវិតទី2គឺសេចក្តីក្លាហានទោះជាធ្វើមេតបឬក៏កូនចៅគឺត្រូវធ្វើដូចជាសៀងអ៊ីអញ្ចឹងកម្លាំងប៉ុនភ្នំអំណាចគ្រប់ដណ្ដប់ទី3គឺវិន័យតបបើចូលបម្រើតបច្បាប់គ្មានការយោគយល់ទី1គឺគុណធម៌មនុស្សយើងរស់នៅគុណធម៌គឺសំខាន់ជាងជីវិតទី2គឺសេចក្តីក្លាហានទោះជាធ្វើមេតបឬក៏កូនចៅគឺត្រូវធ្វើដូចជាសៀងអ៊ីអញ្ចឹងកម្លាំងប៉ុនភ្នំអំណាចគ្រប់ដណ្ដប់ទី3គឺវិន័យតបបើចូលបម្រើតបច្បាប់គ្មានការយោគយល់ទី1គឺគុណធម៌មនុស្សយើងរស់នៅគុណធម៌គឺសំខាន់ជាងជីវិតទី2គឺសេចក្តីក្លាហានទោះជាធ្វើមេតបឬក៏កូនចៅគឺត្រូវធ្វើដូចជាសៀងអ៊ីអញ្ចឹងកម្លាំងប៉ុនភ្នំអំណាចគ្រប់ដណ្ដប់ទី3គឺវិន័យតបបើចូលបម្រើតបច្បាប់គ្មានការយោគយល់ទី1គឺគុណធម៌មនុស្សយើងរស់នៅគុណធម៌គឺសំខាន់ជាងជីវិតទី2គឺសេចក្តីក្លាហានទោះជាធ្វើមេតបឬក៏កូនចៅគឺត្រូវធ្វើដូចជាសៀងអ៊ីអញ្ចឹងកម្លាំងប៉ុនភ្នំអំណាច